តោះគ្នាខ្លាយក៏រៀបដែរណាជាសត្វចិញ្ចឹមគឺជាសត្វពស់ជំរាបសួរក៏ដូចជាសួស្តីអ្នកគ្នា welcome back មកធ្វើ Analyze BL series ទៀតហើយចឹងថ្ងៃនេះខ្ញុំមាន5រឿងដ៏រដងមកចាត់ជូនអ្នកគ្នាប៉ុន្តែមុននឹងយើងចាប់ផ្ដើមដោយសារតប្រទេសយើងកំពុងតែមានបញ្ហាព្រំដែនជាមួយនឹងខាងប្រទេសថៃចឹងខ្ញុំអត់មានអីនិយាយច្រើនទេគាត់តែជូនពរឲ្យបងប្រជាជនដែលនៅតាមព្រំដែនមានការប្រុងប្រយ័ត្នក៏ដូចជាបងកងទ័ពមានសុខភាពទាំងអស់គ្នាហ្នឹងហើយនិយាយទៅឲ្យទៅនិយាយដល់រឿងហ្នឹងគឺខ្ញុំងងម៉ៅមួយពួកសៀមហ្នឹងហ្មងចឹងឥឡូវយើងមកចាប់ផ្ដើមមួយរឿងយើងវិញហើយនៅក្នុងវីដេអូនេះណាខ្ញុំនឹងលើកយក favorite character ក៏ដូចជានិយាយពីteam នៅក្នុងរឿងមួយឲ្យបានលម្អិតជាងវីដេអូមុនដោយសារតខ្ញុំចង់ឲ្យវាលំមក interesting នៅពេលដែលនិយាយដល់រឿងដែលខ្ញុំចូលចិត្តចឹងហ្នឹងហើយ and in this video I will gonna speak some English because I'm going to be a university student so I want to practice more and don't mind my grammar or something because just practice together. I want to be like influent in speaking skill. Yes. ហ្នឹងហើយឥឡូវយើងមកចាប់ផ្ដើមនិយាយរឿងទី1របស់យើងគឺរឿង exclusive love និយាយទៅរឿងនេះគឺជាសាច់រឿងមួយបែបរឿង chaotic តិចរបៀបថាបងយើងយកយើងទៅផ្ញើមួយពួកម៉ាក់គាត់ចឹងហើយអា be relationship ហ្នឹងចង់ថាវាខកអាយុគ្នាខ្លាំងមែនតើរបៀបមនុស្សចាស់មួយកូនក្មេង chaotic របៀបផ្លែករបៀបខៃកាច់របៀបចឹងហ្នឹងហើយចឹងរឿងហ្នឹងគឺឡងមើលដែរហើយចំពោះ side couple ពី best friend ទៅជាស្នេហាមិនមានការយល់ច្រឡំគ្នាអីចឹងទៅប៉ុន្តែ overall រឿងហ្នឹងគឺល្អសម្រាប់ខ្ញុំដែររបៀបវាជារសជាតិមួយទៀតអីចឹងណាហ្នឹងហើយចំពោះរឿងនេះខ្ញុំ rate ឲ្យ7 លើ 10 ហើយcharacter ដែលខ្ញុំចូលចិត្តនោះគឺ side couple និយាយទៅតាំងពីអ្នកហ្នឹងហ្មងខ្ញុំអត់អាចជ្រើសរើសយកមួយណាបានខ្ញុំអត់ដឹងនិយាយថាមិនដែរអាចថាman couple គាត់មិននេះអីគាត់ថាយើងចូលចិត្ត side couple ជាងហ្នឹងហើយខ្ញុំមានចង់ស្អកកមែនឥឡូវរឿងទី2របស់យើងគឺរឿងsexual lesson រឿងនេះខ្ញុំអត់និយាយអីច្រើនទេទាំងអស់គ្នាខ្ញុំបិទភ្នែកឃើញហ្មងខ្ញុំលើកដៃសំពះហ្មងនិយាយទៅបើសិនជាអ្នកគាត់ទៅបើចាប់ដើមមើលពពួក BL អីទេតែខ្ញុំមិនមើលរឿងហ្នឹងទេពួកវាដូចជាអត់មាននិយាយពីអីក្រៅពី sexual lesson you know មានរបៀបគ្រូបរៀនខាង sexual ខាងផ្លូវកាយខាងផ្លូវហ្នឹងអញ្ចឹងទៅហ្នឹងអញ្ចឹងហីហ្នឹងហើយតែរឿងនេះខ្ញុំ rate ឲ្យដល់ទៅ9 លើ 10 ដោយសារតើមានអារម្មណ៍ថាវាអត់ឆ្កងវាមានអារម្មណ៍ថាតួលេងចូលមែនតើខ្ញុំអត់ដឹងថាមិនទេវាពេកហើយរឿងហ្នឹងហៅ season 1 season 2ហ្នឹងទៅមើលទៅនឹងវានឹងចូលខ្លួនឯងឯងចំពោះ favorite character គឺតួឯកហ្នឹងហ្មងតួគ្រូបរៀនហ្នឹងហ្មងហ្នឹងហើយអូខេរឿងទី3យើងនោះគឺរឿង Blue Boys ភាគច្រើនឲ្យទៅលើចំណងជើង Blue Boy គឺរឿងហ្នឹងគឺរបៀប blue ដល់គ្នាយកពាក្យថា blue រឿង how can I explain this វាមិន smooth ណារបៀបចឹងណារឿងហ្នឹងគឺជាពីសង្សារប៉ុន្តែសង្សារមកគូចឹងទៅប៉ុន្តែមានអ្នកទី3ចូលមកចឹងទៅហេកូនស្រីយើងគឺមកពេលទៅមួយគេទៅមួយអ្នកផ្សេងទៅក៏សង្សារយើងសង្សារខឹងអីចឹងហើយក៏វាមានឆ្លោះគ្នាអីដែរហើយចុងក្រោយក៏នៅតែត្រូវគ្នាចឹងនៅក្នុងរឿងហ្នឹងគឺទេមវា soft ប៉ុន្តែវាមិនពេករឿងកូរ៉េចឹងហើយយើងអាចមកមើលរបៀបតួភាគច្រើនគឺស្អាតមកអលងហ្នឹងហើយសចឹងទៅប៉ុន្តែវាអត់ធ្វើឲ្យយើង boring ជាមួយនឹងអាពួកអញ្ចឹងទេដោយសារអ្នកខ្លះគឺដូចខ្ញុំចឹងខ្ញុំមើលរឿងអាពួកអញ្ចឹងទៅឯងនឹងហៀងអត់សូវសមជាមួយនឹងនេះហើយវាមិនដែរចឹងទៅប៉ុន្តែរឿងនេះខ្ញុំគាត់ថាទាំងការថតទាំង sound អីទាំង expression របស់ character ហ្នឹងគឺវាល្អមែនតើហើយ favorite character ខ្ញុំក៏តួបឋមដែរមែនទេ he is so របៀបចឹងហ្នឹងហើយរឿងនេះខ្ញុំឲ្យ8 កន្លះលើ 10រឿងបន្ទាប់នោះគឺរឿងដែលខ្ញុំស្រឡាញ់មែនតើហើយខ្ញុំចង់ឲ្យវាមាន season 2 ខ្លាំងហ្មងគឺរឿង The Director Who Buy Me Dinner ខ្ញុំលើកដៃបណ្ដំហ្មងខ្ញុំមានអារម្មណ៍ថាអត់ចិត្តមួយរឿងហ្នឹងដោយសារតែនៅក្នុងរឿងហ្នឹងស្រឡាញ់ everything ប៉ុន្តែគ្រាន់ថា ending វាអត់ច្បាស់លាស់មិនដឹងថាចុងក្រោយហ្នឹងតួយើងអាចត្រឡប់មកស្រឡាញ់គ្នាបានអត់និយាយទៅសាច់រឿងហ្នឹងគឺនិយាយរបៀបចាThe Director Who Buy Me Dinner ចង់មានថា director ដែលធ្វើការអ្នក director យើងនៅក្នុងក្រុមហ៊ុនយើងហ្នឹងគឺគាត់អញ្ជើញយើងទៅញ៉ាំអីរហូតដល់ធ្វើឲ្យយើងហ្នឹងអាចបើកចិត្តស្រឡាញ់គាត់ date គាត់អីចឹងទៅដោយសារតែគាត់និយាយថាពីអតីតជាតិហ្នឹងពួកគាត់ហ្នឹងគឺជាគូសង្សារគ្នាអញ្ចឹងដើម្បីដល់បដាសាស្អីណាហ្នឹងគឺត្រូវតែ date គ្នាអញ្ចឹងហើយតួបឋមយើងក៏អូខេក៏លងស្រឡាញ់អាប៉ាក់ហ្នឹងទៅប៉ុន្តែនៅវគ្គចុងបញ្ចប់ហ្នឹងក៏ត្រូវបែកគ្នាដោយសារតែរឿង curse ហ្នឹងដែរមានតួម្នាក់ទៅលះបង់អីចឹង guys what is this ចង់ថាធ្វើឲ្យ
cái lại hay thử bắt bóng cái trong trăm plek cái tặng xong hết everything vìการรักษาทำไมเยอะๆเลยvìสัตว์ไม่ได้ตัวบอททอมยังหลังให้trong một tập đời đương cư dân khơi hai tôi bật thăm dân cư thì nãy chơi đời đại tân nó tại dinner bởi chẳng vì ai miền happy ending or sad ending I don't know ប៉ុន្តែវាដូចជាចាប់ដើមជាថ្មីໄວត្រូវបានបញ្ចប់ហ្នឹងហើយអីប៉ុន្តែខ្ញុំឆ្លៃ plot twist រឿងហ្នឹងហើយសើចហ្មងសើចផងទឹកភ្នែកផងរហែមហាក្នុងមួយរឿងតែមួយហើយវាប្លែកចង់និយាយថាវារឿងអភិនិហាបន្តិចអីចឹងណាហើយរឿងនេះដែរគឺខ្ញុំឆ្លាញ់ដែរគឺខ្ញុំ rated ដល់9កន្លះលើ10ខ្ញុំឆ្លាញ់ទាំងពីរ character ហ្នឹងហ្មង character ខ្ញុំឆ្លាញ់ទាំងពីរទាំង top និង bottom និយាយទៅឆ្លាញ់គូហ្នឹងហ្មងដល់ថ្នាក់កាលហ្នឹងខ្ញុំឡើងដាក់ ball paper រូបមួយគូហ្នឹងឧស្សាហ៍ខ្លាំងឥឡូវយើងចូលរឿងមេបញ្ចប់ថ្ងៃហ្នឹងហ្មងគឺរឿង Revenge Love គាត់ទៅលើរឿងហ្នឹងបងប្អូនគ្នាមនុស្ស9លើ10ហើយដែលមើលរឿងហ្នឹងមានអារម្មណ៍ថាវាប្លែកដោយសារតែយើងមានរឿងមួយខាងចៅអញ្ចឹងណាចឹងហើយក៏រឿងនេះចូលមកហៀលយីមែនរឿងនេះខ្ញុំ rate ដល់9លើ10ហើយ character ដែលខ្ញុំចូលចិត្តគឺពេទ្យខ្ញុំវាមិនបាក់និយាយឈ្មោះចិនអីចឹងហ្នឹងហើយតែសំខាន់រឿងហ្នឹងគឺអត់នេះប្លែកក៏រឿងដែរណាជាសត្វចិញ្ចឹមគឺជាសត្វពស់ហើយបែរឡើងកង់អីចឹងហ្នឹងឯងសុខចិត្តចូលវ៉ាលីអីចឹងហ្នឹងហើយរឿងនេះគឺគាត់ថាអាចនឹងរឿងផ្ទុះខ្លាំងដំបងនៅចិនអីដែរហ្នឹងហើយដោយសារតរឿងហ្នឹងវាឆ្លងកាត់ការលំបាកមកដែរតាមខ្ញុំដឹងពីដំណើរនៃការថតរឿងហ្នឹងអីដូចដែលអ្នកគ្នាដឹងចឹងថានៅប្រទេសចិនភាគច្រើនគឺគេអត់សូវ support BL ទេបើសិនជាមានក៏ជាគូមែនតែនគូពិតប្រាកដដែរបើរឿងគេអត់សូវហ្មងប៉ុន្តែរឿងនេះគឺ top ហើយរបៀបថាយើងបើ Kiss KX មកគឺឃើញនៅ trending ហ្មងហ្នឹងហើយនិយាយទៅឆ្លាញ់ត្រង់ថាសាច់រឿងហ្នឹងវាអាចនិយាយបានថាទោះបីមិនក៏តួនេះដែរហើយខ្ញុំដូចជាលើថារឿងហ្នឹងគឺគេថតពីស៊ីនវគ្គបញ្ចប់មកស៊ីនដំបូងវិញដើម្បីឲ្យcharacter អីហ្នឹងគឺវាចូលគ្នាបានល្អ unique មែនតើអញ្ចឹងហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាអ្នកនរគ្នាចូលចិត្តវីដេអូនេះ so for overall I think you guys already watch all the 5 series and if you have any idea or any different kind of interesting things that happen in the series just let me know in the comment sections and I hope you guys enjoy this video and see you for the next video yes goodbye everyone